ចាថ្ងៃមុនគាត់មកសាកឈុត4ប្រព័ន្ធហើយឥឡូវនេះគាត់មកសាកឈុតម៉ាស់3ប្រភេទដែលមាននៅក្នុង Archimol ចាព្រោះបច្ចុប្បន្នអត់ទាន់មាននៅក្នុង Atomy អឺរ៉ុបអាល្លឺម៉ង់ទេតែមាននៅក្នុង Archimol ចាអញ្ចឹង Archimol មាននៅក្នុង Atomy អាល្លឺម៉ង់ដែរសម្រាប់បងប្អូនដែលអត់ទាន់ដឹងចាយើងចុចនៅក្នុងប៊ូតុង Archimol ទៅចាវានឹងបង្ហាញពីផលិតផលដែលមាននៅក្នុង Archimol បញ្ជាក់ឡើងវិញសម្រាប់បងប្អូនដែលទិញផលិតផលក្នុង Atomy អាល្លឺម៉ង់គឺមានផលិតផលខ្លះអត់មាននៅក្នុង Atomy Archimol ទេចាអត់មាននៅក្នុង Archimol ទេហើយក្នុង Archimol ផលិតផលខ្លះក៏អត់មាននៅក្នុងAtomy អាល្លឺម៉ង់ដែរចាវាអត់ដូចគ្នាទេវាមានតិចតួចដែលដូចគ្នាចាតែភាគច្រើនក៏អត់ដូចគ្នាទេគឺថាផលិតផលដែលមាននៅក្នុង Atomy អាល្លឺម៉ង់គឺអត់មាននៅក្នុង Atomy អឺរ៉ុបទេនិយាយរួមទៅគាត់ពេញចិត្តនឹងផលិតផលអាតូមីមែនទែនដោយសារគាត់ធ្លាប់និយាយថាមិនមែនត្រឹមតែគុណភាពល្អចេញពីរោងចក្រដែលផលិតតែមួយឲ្យក្រុមហ៊ុនល្បីៗនៅទូទាំងពិភពលោកដូចជា Senseido, Sephora, Chanel អីចឹងទេចាវាមិនមែនតែធ្វើមកគុណភាពល្អទេគឺថាលើសពីល្អទៅទៀតដោយសារតែតម្លៃគឺសមរម្យហេតុអីបានជាតម្លៃដែលទិញនៅក្នុង Atomy សមរម្យចាល្អផ្ដាច់រកគាត់បានដូចក្នុងហាងព្រោះថា Atomy ក៏អត់មានហាងទេចាបញ្ជាក់ឡើងវិញសម្រាប់ដែលបងប្អូនដែលអត់ដឹងគាត់មានតែជាគេហទំព័រចាអញ្ចឹងបងប្អូនអាចទិញក្នុងតម្លៃដើមអញ្ចឹងបើសិនជាគេយកទៅទិញនៅដាក់ក្នុងហាងអញ្ចឹងគឺមានតម្លៃមួយដែលដូចថាអញ្ញាកដាលចាតម្លៃមួយឈ្មោះកដាលចាអញ្ចឹងគេទិញពីរោងចក្រផ្ទាល់ខ្ញុំលក់ឲ្យបងប្អូនអញ្ចឹងគេលក់នៅក្នុងតម្លៃមួយដែលអាចចំណេញបានសម្រាប់ទូមីគឺបងប្អូនទិញក្នុងតម្លៃដើមមានន័យថាបងប្អូនចូលទៅក្នុងគេហទំព័រទិញក្នុងតម្លៃដើមតែម្ដងហើយកុំភ្លេចចុះឈ្មោះដែលរៀនសន្សំបន្ទុកដើម្បីបានជាកម្រៃលើកទឹកចិត្តមកវិញចាម៉ាស់ទាំង3ហ្នឹងគឺមានគុណភាពល្អមែនទែនហើយតម្លៃសមរម្យចាដោយសារតែនេះខ្ញុំនិយាយពីដើមថាទូមីក៏មានជាហាងទេអញ្ចឹងពេលដែលបងប្អូនបញ្ជាទិញគឺទិញក្នុងតម្លៃដើមចាទិញក្នុងតម្លៃដើមផ្ទាល់ពេញចេញពីក្រុមហ៊ុនតែម្ដងដោយមិនឆ្លងកាត់ឈ្មោះកដាលចាព្រោះអីវ៉ាន់គេអត់យកទៅដាក់ក្នុងហាងអញ្ចឹងគេក៏អត់ត្រូវការបង់ថ្លៃហាងជួលហាងឬក៏ទិញហាងចាអត់ត្រូវការបង់ថ្លៃទឹកថ្លៃភ្លើងថ្លៃបុគ្គលិកថ្លៃពន្ធដារទេចាយើងអត់មានរ៉ាប់រងថ្លៃពន្ធដារអីទាំងអស់ចាពេលយើងទិញនៅក្នុងអាតូមីចាយើងទិញមកបានក្នុងតម្លៃដើមហើយបើយើងទិញនៅក្នុងArchimolគឺមានដែលថាបងប្អូនត្រូវទិញបើចេញថ្លៃដឹកជញ្ជូនព្រោះថាវានៅក្នុងអឺរ៉ុបទេចាពេលដែលប្រើកាតអីក៏យើងថ្លៃផងថ្លៃកាតតិចតួចដែរចាព្រោះឲ្យកាតវានៅក្នុងអឺរ៉ុបចាបងប្អូនតែបើសិនជាបងប្អូនទិញក្នុងអាតូមីអឺរ៉ុបគឺអាល្លឺម៉ង់ហ្នឹងគឺបងប្អូនអត់បង់ពន្ធទេចាព្រោះគេបង់ពន្ធមកឲ្យហើយក៏គេបង់ថ្លៃដឹកជញ្ជូនឲ្យចាបងប្អូនទិញចាប់ពី150ឡើងទៅគឺគេ free ដល់ផ្ទះចាអត់មានថ្លៃដឹកជញ្ជូនថ្លៃពន្ធទេតែបើសិនជាបងប្អូនទិញកុំ150វាមានថ្លៃដឹកជញ្ជូន13អឺរ៉ូ15អឺរ៉ូតាមហ្នឹងតាមតំបន់ដែលបងប្អូននៅចិត្តឬឆ្ងាយចាឥឡូវយើងចូលដល់ម៉ាស់3ប្រភេទយើងវិញម្ដងគឺមានម៉ាស់ភក់ចាដែលផលិតចេញពីCypress ចាស្លឹកដែលខៀវស្រដៀងនឹងបៃតងចាបៃតងពណ៌បៃតងស្រដៀងនឹងភក់ស្រដៀងនឹងដើមសាប៉ាំងយើងគេហៅដើម Cypress ហ្នឹងចាអញ្ចឹងវាមានតួនាទីធ្វើឲ្យបង្រួមរនញើសយើងបងប្អូនធ្វើឲ្យវាតូចមើលទៅចាកុំឲ្យវាធំអាក្រក់មើលពេកចាវាបឺតយកជាតិពុលបងប្អូនចា Pore and Skin Purification Care ចាអញ្ចឹងវាជួយរនញើសយើងអីហ្នឹងក៏វាធំពេកក្រក់មើលហ្នឹងវាជួយបង្រួមចាហើយជួយបឺតធូលីជាតិពុលអីហ្នឹងចេញពីកន្លែងដែលគេថាផ្ទុកកាកសំណល់ច្រើនបងប្អូនធូលីហ្នឹងហើយបើសិនជាម៉ាស់ចាម៉ាស់យិនសិនបងប្អូននឹងស្រាប់យិនសិនហើយនឹងយិនទឹកខ្មុំហ្នឹងគឺថាជួយដល់សុបាយច្រើនមែនតែនចាជួយដល់សុបាយច្រើនមែនតែនអញ្ចឹងបងប្អូនដែលគាត់និយមទឹកខ្មុំយកម្ហូបហ្នឹងវាជួយដល់សុខភាពមែនទេបងប្អូនចានេះគឺជួយដល់សុខភាពទាំងសម្រស់ហើយវាសុទ្ធ 100% ទឹកខ្មុំហើយនឹងយិនសិនហ្នឹងវ
ឬបងប្អូនច្រឡំលិតអីបន្តិចមកអត់អីចាឆ្ងាញ់ផ្អែមហើយបើតែបិទនៅលើមុខម៉ាស់យើងបិទនៅលើមុខមែនប៉ុន្តែយើងអាចញ៉ាំបានដោយសារវាទឹកខ្មុំហើយនឹងយិនសិន 100% យើងញ៉ាំទៅគឺថាល្អសម្រាប់សុខភាពទៀតចាមិនធម្មតាបានជាសម្រស់ហើយបានទាំងសុខភាពទៀតចាយិនសិនមិននិយាយពីយិនសិនក៏មានជាប្រភេទចំហួយចាហើយនឹងយើងហូបយើងអកហូបតែម្ដងឬក៏លាយជាមួយទឹកក្តៅដែរចាតែបច្ចុប្បន្ននៅក្នុងទូមីអឺរ៉ុបហ្នឹងមានតែយើងលាយជាមួយទឹកក្តៅចាជាដូចនៅស្រុកខ្មែរដែរបងប្អូនណាចាបើនៅកូរ៉េអីទៅគឺមានច្រើនយ៉ាងចឹងទៅចាហើយវាជួយដល់បតឹងស្បែកជួយឲ្យផ្ដល់ឲ្យយើងមានសំណើមចាទឹកខ្មុំវាជួយឲ្យយើងមានសំណើមជួយចិញ្ចឹមស្បែកចាឲ្យវាស្បែកយើងមានអេឡាស្ទិកកុំឲ្យយឺតខ្លាំងពេកកុំឲ្យយាកុំឲ្យធ្លាក់អញ្ចឹងណាបងប្អូនហើយវាជួយចរន្តឈាមចរន្តសរសៃមុខយើងហ្នឹងចាជាងទៅវាធ្វើឲ្យយើងមើលទៅក្មេងមួយកម្រិតទៀតសម្រាប់ម៉ាស់ដែលពណ៌ក្រហមពណ៌ផ្កាឈូកហ្នឹងគឺជាម៉ាស់ផ្កាឈូកចាវាជួយឲ្យផ្ដល់សំណើមចាធ្វើឲ្យមុខយើងមើលទៅ smooth ចាផ្ដល់ឲ្យមុខយើងហ្នឹងថាផ្ដល់សំណើមមានភាពទន់រលោងណាបងប្អូនចាចឹងទៅយើងមើលទៅគួរឲ្យចង់ស្ទាបចាអញ្ចឹងទៅយើងមើលទៅគួរឲ្យចង់ស្ទាបមែនតើបងប្អូនមុខយើងគាត់មានសំណើមមានអីចឹងណាចាហើយពេលដែលមានដូចថាកម្ដៅអីខ្លាំងចឹងបងប្អូនដូចយើងជឿនៅមុខកុំព្យូទ័រច្រើនពេកឬក៏នៅមុខចក្រាននៅមុខកំពូលភ្លើងនៅមុខពលឺកុំព្យូទ័រនៅមុខពលឺទូរស័ព្ទឬក៏ពលឺថ្ងៃអីយើងក្តៅខ្លាំងទាំងមុខយើងវាឡើងកម្ដៅខ្លាំងចាពេលយើងយកមកលាបនៅលើផ្ទៃមុខយើងវាកាត់បន្ថយកម្ដៅហ្នឹងហើយបងប្អូនអញ្ចឹងម៉ាស់ផ្កាឈូកហ្នឹងវាមានគុណសម្បត្តិអញ្ចឹងចាវាជួយឲ្យយើងមុខយើងreposerចាវាសម្រាកភ្លាមកុំឲ្យក្តៅមុខក្តៅមាត់បងប្អូនចាអញ្ចឹងគឺវាផលិតមកមានថាមានគុណប្រយោជន៍រៀងៗខ្លួនចាអញ្ចឹងបងប្អូនមើលចំណុះវាគឺ50មីលីលីត្រដូចគ្នាបញ្ជាក់ឡើងវិញគឺអត់មានម៉ាស់ 24K ទេនៅក្នុងAjimol ចាមានតែ3ប្រភេទហ្នឹងទេអត់ដូចនៅក្នុងAtomy ចាAtomy ខ្មែរក៏មានដល់4ប្រភេទមានទាំងម៉ាស់នៅម៉ាស់ 24K ដែរចាមាន4ប្រភេទនៅស្រុកខ្មែរចាអញ្ចឹងសម្រាប់ម៉ាស់នេះផងដែរចាបងប្អូនមើលទៅម៉ាស់ភក់ហ្នឹងវាផ្សំពីគ្រឿងជាច្រើនដែលបងប្អូនអាចរកបាននៅព័ត៌មានបន្ថែមនៅក្នុងគេហទំព័រ Ajimol តែម្ដងចាបើនៅស្រុកខ្មែរមាននៅក្នុងនៅគេហទំព័រស្រុកខ្មែរបងប្អូនតែបើសិននៅអឺរ៉ុបនឹងមាននៅក្នុង Ajimol ចាហើយគ្រឿងផ្សំវាដូចជា kaolin bentonite ចា elite monthorylonite hinoki cypress powder absolute cell active brightening coat អញ្ចឹងមើលថាសេចក្តីលម្អិតនេះបងប្អូនខ្ញុំមិនបាច់អានឲ្យបងប្អូនទេបងប្អូនអាចចូលទៅមើលនៅក្នុងគេហទំព័រ Ajimol បានចាថាវាផ្សំពីអីចឹងណាចាអញ្ចឹងបងប្អូនមើលទៅគឺថាដឹងព័ត៌មានបន្ថែមច្បាស់លាស់តែម្ដងចាអញ្ចឹងស្បែកដែលស្ងួតស្បែកដែលកោសិកាដែលងាប់អីហ្នឹងវាជួយទៅដាស់ទៅអីចាអញ្ចឹងធ្វើឲ្យរន្ធញើសរបស់យើងហ្នឹងមានភាពស្រស់ថ្លាមកវិញចាឲ្យថាកាត់បន្ថយកាកសំណល់ដែលនៅលើជាប់មុខហើយរន្ធញើសរន្ធអីយើងវាធំវាទៅវាក្រក់មើលពេកណាបងប្អូនចាវាកាត់បន្ថយជួយទៅលាងសម្អាតចាអញ្ចឹងបងប្អូនអាចមើលពណ៌របស់វាគឺថាដូចភក់អញ្ចឹងបងប្អូនណាចាអញ្ចឹងវាអត់សូវក្អូបហ្មងទេប៉ុន្តែវាមានគុណសម្បត្តិរៀងៗខ្លួនចាបើម៉ាស់ផ្កាឈូកអញ្ចឹងទៅក្អូបអញ្ចឹងទៅតិចអញ្ចឹងទៅតែគុណសម្បត្តិវាមានខុសៗពីគ្នាអញ្ចឹងណាបងប្អូនចឹងអ្នកខ្លះគាត់ចូលចិត្តប្រើតែម៉ាស់មួយគឺថាអត់ចូលចិត្តប្រើច្រើនដោយសារវាស្មុគស្មាញញ៉ៃប៉ុន្តែបងប្អូនយើងមើលហូបបាយផ្អែមវាមានតួនាទីផ្អែមក្រោយបាយអញ្ចឹងទៅហើយចំណែកចំណុកយើងញ៉ាំលេងអញ្ចឹងទៅដល់ពេលបាយម្ហូបអីអាហ្នឹងបាយអាហារចម្បងដែលយើងត្រូវហូបនៅកណ្ដាលមានអាហារមុន starter អាហារកណ្ដាលចាហើយនឹងអាហារចុងបញ្ចប់ហ្នឹងគឺបង្អែមយើងហ្នឹងចាវាមានតួនាទីខុសៗគ្នាចាអញ្ចឹង
សាច់ជ្រូកវាមានតួនាទីក្នុងប្រព័ន្ធសាច់ជ្រូកបន្លែវាមានតួនាទីក្នុងប្រព័ន្ធបន្លែឈើអញ្ចឹងទៅចាចឹងមុខនីតិយើងមុខនីតិរបស់ផលិតផលមួយគឺខុសគ្នាយើងប្រើវាមានតួនាទីខុសគ្នាចាអញ្ចឹងបើអញ្ចឹងបានយើងត្រូវប្រើច្រើនដោយសារតួនាទីរបស់វានីមួយវាអត់ដូចគ្នាទេចាពេលយើងត្រូវការក៏អត់ដូចគ្នាទេក៏បងប្អូនអត់សូវមានបញ្ហាមុខមានដូចថាមានប្រហោងអីធំដុំអីទេវាអាឡូងអញ្ចឹងណាអញ្ចឹងបងប្អូនតែមកបងប្អូនក្តៅហួតហាក់ក៏ហួតកាហាយអញ្ចឹងទៅវាត្រូវប្រើជាមួយនឹងម៉ាស់ផ្កាឈូកអញ្ចឹងទៅចាតាមប្រភេទស្បែកមុខដែលបងប្អូនចង់បានចង់បងប្អូនកុំភ្លេចចានៅពេលដែលបងប្អូនមានចម្ងល់អីចូលទៅមើលខ្លួនឯងមកផ្លែទៅចាហើយបើសិនជាមានចម្ងល់ចង់បានផលិតផលមកប្រើប្រាស់ក៏អាចតាក់ទងមកនាងខ្ញុំផ្ទាល់បានដែរចាអរគុណច្រើនសម្រាប់ការតាមដានវីដេអូកន្លងមកសូមជម្រាបលាហើយជួបគ្នាក្នុងវីដេអូក្រោយទៀតបាយបាយ